បងវុតក៏បានទូរស័ព្ទទៅជម្រាបលោកអ៊ំហើយលោកអ៊ំក៏បានបញ្ជាឲ្យយកអ្នកនាងទៅផ្ទះរបស់ខ្ញុំសិនរឿងនេះគឺមានតែប៉ុណ្្នឹងទេបាញ់អញ្ចឹងតើលោកអាចធ្វើជាសាក្សីនៅមុខប៉ូលីសបានទេថាម៉េចឲ្យខ្ញុំទៅធ្វើជាសាក្សីនៅមុខប៉ូលីសចាស់មែនហើយពីព្រោះថាបើលោកបានប្រយុទ្ធជាមួយនឹងពួកគេមែននោះលោកប្រកាសជាបានចំណាំមកពួកវាមិនខានទេនេះនាងនីកាបានប្តឹងប៉ូលីសហើយមែនទេហើយនេះលោកដូចជាភ្ញាក់ផ្អើលខ្លាំងម្ល៉េះអូអត់ទេតែបើឲ្យខ្ញុំទៅបកស្រាយនៅមុខប៉ុស្តិ៍ប៉ូលីសនោះក៏វាមិនអាចយកចការពិតបានដែរពីព្រោះថាទីនោះយប់ងឹតពេកខ្ញុំមើលមុខពួកគេមិនច្បាស់ទេនេះណាបើសិនជាលោកព្រមធ្វើជាសាក្សីនោះខ្ញុំប្រកាសជាត្រូវប្តឹងប៉ូលីសហើយពីព្រោះថាខ្ញុំបារម្ភពីសុវត្ថិភាពតខ្លួនម្យ៉ាងកាលពីមុនមកខ្ញុំមិនធ្លាប់ជួបនឹងរឿងបែបនេះទេអាយ៉ាខ្ញុំគ្រាន់តែជួបនឹងហេតុការណ៍នោះតែបើនិយាយពីមុខមាត់ភិនភាករបស់គេនោះខ្ញុំឆ្លើយមិនបានទេណានាងខ្ញុំថាយើងគ្មានផុសតាងទេកុំអាចតន់ដឹងប៉ូលីសអីហើយនេះលោកច្បាស់ហើយហ៎ថារឿងនេះគឺជាការពិតបាទគឺច្បាស់ហើយតើធ្វើបានទេអ្នកខាស្នេហ៍ដែលអូនចង់បានពីបងបើធ្វើមិនបានកុំឲ្យខំខានមេត្តាប្រឹងតូនណាបងឆ្លើយភ្លាមបានទេកុំយូរនេះណាបើសិនជាលោកព្រមធ្វើជាសាក្សីនោះខ្ញុំប្រកាសជាត្រូវប្តឹងប៉ូលីសហើយពីព្រោះថាខ្ញុំបារម្ភពីសុវត្ថិភាពតខ្លួនម្យ៉ាងកាលពីមុនមកខ្ញុំមិនធ្លាប់ជួបនឹងរឿងបែបនេះទេអាយ៉ាខ្ញុំគ្រាន់តែជួបនឹងហេតុការណ៍នោះតែបើនិយាយពីមុខមាត់ភិនភាករបស់គេនោះខ្ញុំឆ្លើយមិនបានទេណានាងខ្ញុំថាយើងគ្មានផុសតាងទេកុំអាចតន់ប្តឹងប៉ូលីសអីហើយនេះលោកច្បាស់ហើយហ៎ថារឿងនេះគឺជាការពិតបាទគឺច្បាស់ហើយបងស្ដាប់បានហើយនៅថាខ្ញុំឆ្លើយប្រាប់នាងរបៀបនេះឯងហើយបើសិនជានាងនីកាទូរស័ព្ទទៅសួរបងនោះបងក៏ត្រូវឆ្លើយដូចគ្នាដែរព្រោះបើមិនដូចឆ្នោះទេវានឹងបែកការហើយប៉ូលីសក៏ទៅសាកសួរដល់លោកអ៊ំជាមិនខាននោះទេស្ដាប់បានហើយនៅបងពីព្រោះខ្ញុំទើបតែបែកគ្នាជាមួយនឹងនាងនីកាមុននេះឯងអូខេប៉ុណ្ណឹងបានហើយចំក្រុមឆែបហេក្រែងនាងទៅបាត់ហើយតើខ្ញុំឃើញកាយវិការលោកនិយាយទូរស័ព្ទដូចជាចម្លែកណាស់តើលោកទូរស័ព្ទទៅរកអ្នកណាដែរទៅគឺស្រីស្នេហ៍របស់ខ្ញុំនឹងណាគេតែមករករឿងខ្ញុំហើយគេប្រច័ណ្ឌជាមួយនឹងខ្ញុំខ្លាំងណាស់មួយថ្ងៃគឺត្រូវរងចាំទទួលទូរស័ព្ទដោះសាររាប់មិនអស់នោះទេមិននឹងហើយក៏ធ្លាប់ល្បីថាលោកទាំងពីរអ្នកបងប្អូននេះជើងល្អមិនធម្មតាទេនេះថាអនណាគេជើងល្អនេះក្រែងលោកសារភាពដោយខ្លួនឯងតែខ្ញុំគ្រាន់តែនិយាយតាមដឹងតែប៉ុណ្្នឹងឯងអរគុណលាសិនហើយណានាងហើយខូចតាមអស់ហើយរងពាក្យអីមកដោះសារក៏មិនរកបែរជាយករឿងនេះមកនិយាយកុហកណានាងនីកាទៅវិញចំជាភ្លឺមែនតើហើយខ្ញុំនេះហើយនេះណានាងនីកាបានលឺអ្វីដែលខ្ញុំបាននិយាយជាមួយនឹងបងវុតដែរឬក៏អត់អូយពីវោះហើយ
អីក៏បានថ្ងៃនេះខ្ញុំជាអ្នកបាញណា អូខ្ញុំញ៉ាំអីរួចហើយខ្ញុំសុំទឹកត្រជាក់ទៅបានហើយ បាញ់ចឹងខ្ញុំសុំទឹកផ្លែឈើកន្លុក2កែវមក បានសុំចាំមួយផ្លែន គឺសម្លេងរបស់អ្នកនាងភីវីនតារួចនេះគេមានឃើញខ្ញុំឬក៏អត់អាយ៉ាមានមិត្តប្រុសហើយតាស្មានតែនៅទំនេះ តាំងពីពួកយើងរៀនចប់ណាហើយក៏មានការងាររបស់រៀងខ្លួនអញ្ចឹងហើយតែបានជាពុំសូវមានពេលទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិចាស់នោះទេម្យ៉ាងខ្ញុំទៅនឹងធ្វើបន់100ថ្ងៃជូនប៉ានឹងម៉ាក់រួញមួយរយៈនេះណាខ្ញុំមានវិបត្តិធំណាស់ដោយសារតែលោកប៉ានិងអ្នកម៉ាក់ជប់នឹងអបតវៈហេតុដ៏អាក្រក់តែធ្វើឲ្យលោកលាចាកលោកយ៉ាងតែ អូឲ្យខ្ញុំសូមជួបសោកស្ដាយផងហើយពិតជាសោកស្ដាយមែនទែនដែលខ្ញុំមិនបានដឹងនិងមិនបានចូលរួមរំលែកទុកព្រោះថាខ្ញុំរវល់ទៅកំដរម្ដាយខ្ញុំឈឺនៅឯបរទេស ចាស់មិនអីទេ សុំអញ្ជើញ បានគេមិនឃើញខ្ញុំនោះល្អហើយចាំមើលថាគេញ៉ែគ្នាដោយរបៀបណាខ្លះទៅ ហើយនេះមានមនុស្សក្នុងបេះដូងហើយនៅនឹង អូគឺប្រហែលជាមានហើយគ្រាន់តែគេមិនទាន់ដឹងខ្លួនតែប៉ុណ្្នឹងឯង ធ្វើជាមនុស្សប្រុសហ៎ហេតុអីក៏មិនបង្ហាញនៅភាពក្លាហានចេញមកបានស្រឡាញ់អ្នកណាម្នាក់គួរតែបាននិយាយការពិតប្រាប់គេឲ្យបានដឹងព្រោះមនុស្សស្រីណាភាពជាស្ត្រីគឺមិនអាចសារភាពនៅសេចក្តីស្រឡាញ់ដែលខ្លួនមាននៅចំពោះបរិសណាម្នាក់នោះទេហើយអ្នកដែលធ្វើសេចក្តីផ្ដាំនោះគឺជាមនុស្សប្រុសនឹងហើយ អាយ៉ាអស្ចារ្យណាស់តាឲ្យដំបូងមានមនុស្សប្រុសទៀតអេហើយចុះអាម្នាក់នោះវាឈួតទេឬយ៉ាងម៉េចឬគេនិយាយឲ្យប៉ុណ្ណឹងហើយហេតុអីក៏មិនសារភាពភ្លាមទៅថាមនុស្សដែលឯងស្រឡាញ់នោះគឺជាអ្នកណាហើយមិនដូចជាខ្ញុំនោះទេ ខ្ញុំធ្លាប់បានលើកសាញ់នារីម្នាក់កាលពីនៅរៀនតែរហូតមកទល់នឹងពេលនេះគឺនៅតែមិនទាន់ហ៊ានសារភាពប្រាប់គេនៅឡើយទេថាខ្ញុំស្រឡាញ់គេ ហើយពិតជាអត់មែនតែនហើយអាមុខអើយអាមុខខាងស្រីគេបើកភ្លើងខៀវហើយតា បារះដែលមានចរិតសុភាពដូចជាភិរុននេះណាគឺគួរឲ្យស្រឡាញ់ណាខ្ញុំណាស្អប់បំផុតចំពោះមនុស្សប្រុសណាដែលរលីមខលខូចមាត់ច្រើននោះ អេនេះគឺជាចរិតពិតរបស់ខ្ញុំណានាងភីវីបើនាងស្អប់ប្រភេទនេះក៏ដូចជាស្អប់ខ្ញុំយ៉ាងអញ្ចឹងដែរ បើប្រាប់ទៅណាខ្លាចគេខឹងបើអញ្ចឹងទេណាគឺមានតែលាក់ទុកក្នុងចិត្តនឹងឯង ចាស់បើសិនជាគេត្រូវរៀបការចោលនោះតាមភិរុនគិតយ៉ាងម៉េចដែរតែស្រឡាញ់មនុស្សម្នាក់ហើយបើមិនបានសារភាព5នោះគឺឈឺចាប់ខ្លាំងណាស់ដឹងទេ ហើយតាឯងនេះមានមុខមាត់យ៉ាងម៉េចដែរទៅណោះទើបបានចអន់យ៉ាងនេះនោះនេះខ្ញុំឆ្លើយជំនួសឥឡូវហើយអើយទ្រាំបានទេទៅសិនហើយ អ
មុខអាម្នាក់នោះចាំមិនដែរទៅណោះគឺអភរុនតានេះគឺត្រូវជាសង្សាររបស់នាងភីវីផងហ៎ស្លាប់ហើយឯងពិតជាផ្កាយមែន ធូបមិនមានស្រីតើប I love you sweet មិន love you ធូបមិនមានស្រីតើប I សួយណាស់ love you គឺថាចង់ញ៉ាយលេងតែហេតុអីបានជាមកប៉ះជាមួយអាពួកម៉ាឯងទៅវិញនោះហើយនេះឯងពិតជាស្រឡាញ់អ្នកនាង PV ពិតមែនណាហើយគ្មានផ្លូវទេបើសិនណាឯងត្រូវមកប្រកួតប្រជែងជាមួយនឹងយើងនោះ ហើយឯងនោះចង់ប្រកួតប្រជែងស្អីជាមួយអ្នកណា អូល្អម លឺនិយាយពីឈ្មោះនាងភវីផងយ៉ាងម៉េចគិតចង់ទៅដាក់ចិត្តស្អីជាមួយនឹងនាងម្នាក់នោះទៅហើយធ្វើឲ្យគម្រោងការរបស់យើងនេះត្រូវបរាជ័យ អត់ទេល្អមតែព្រឹកនេះខ្ញុំបានជួបគេទាំងពីរអ្នកបងប្អូនតែម្ដងហើយ និយាយថាម៉េចហើយទៅជួបគេនៅកន្លែងណាដែរទៅ គឺគេទៅរកខ្ញុំដល់សហព័ន្ធកីឡាតែម្ដងណាអ៊ំ គេទៅរកឯងគេទៅរកឯងមានការស្អីដែរទៅ គឺមកពីគេមិនតាន់អស់ចិនពីរឿងដែលកើតហេតុកាលពីយប់មិញហើយម្យ៉ាងវិញទៀតអ្នកនាងនីកាមានបំណងចង់ប្តឹងប៉ូលីសហើយចង់សុំឲ្យខ្ញុំធ្វើជាសាក្សីថែមទៀតផង ហើយរួចនេះតើឯងព្រមជាមួយគេដែរទេ បានអត់ទេខ្ញុំបានប្រកែករួចហើយ អ៊ំប្រាប់ណាហាមមិនឲ្យឯងចេញមុខទៅដោះស្រាយបញ្ហានេះទេព្រោះវាគ្រាន់តែជាឆាកល្ខោនមួយតែប៉ុណ្ណោះឯង តែបើប៉ូលីសដឹងយើងនឹងមានទោសណាល្អម បិទមាត់ទៅបើឯងនឹងវុតមិននិយាយនោះក៏វាគ្មានរឿងអ្វីកើតឡើងនោះដែរព្រោះវាណាគ្រាន់តែជាលបែងនៅក្នុងគ្រួសារតែប៉ុណ្្នឹងទេយើងមិនបានយកនាងនោះទៅចាប់ចម្រិតឬទាលុយនោះទេ តែទោះជាយ៉ាងណាក៏ត្រូវតែមានកំហុសដែរល្អម នេះឯងកំពុងនិយាយជាមួយអ្នកណាគេហ្នឹង កំពុងតែនិយាយជាមួយល្អម បើដឹងខ្លួនគឺល្អហើយទុកមករបស់ឯងនេះសម្រាប់ស៊ីបាយវិញទៅរឿងបែបនេះអ៊ំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយមិនចាំបាច់ឯងបារម្ភនោះទេ